វីដេអូមុនគឺខ្ញុំបានបង្ហាញពីរបៀបរៀបចំ account Facebook របស់យើងឲ្យមានគេឆាប់ស្គាល់យើងច្រើនហើយនឹងឲ្យគេ follow មកយើងកាន់តែច្រើនតែវីដេអូនេះគឺខ្ញុំបង្ហាញពីរបៀបបើក professional mode អាជីពជាទម្រង់ page ដើម្បីយកទៅផុសវីដេអូផុសរូបភាពដើម្បីងាយស្រួលរកលុយពី Facebook ដើម្បីផុសឲ្យមានអ្នកមើលច្រើនទៅ Facebook នឹង invite ឲ្យយើងរកលុយហើយអញ្ចឹងតោះមកហាត់ពេលយូរទៅធ្វើទាំងអស់គ្នាដើម្បីឲ្យគេ follow យើងកាន់តែច្រើនហើយបើក mode អាជីពទៅជាទម្រង់ page ដែលអាចសាងប្រាក់ចំណូលបានតោះឥឡូវយើងចាប់ដើមបើកចូលទៅក្នុងទំព័រ Facebook របស់បងប្អូនទៅបាទឥឡូវនេះបងប្អូនចូលទៅក្នុងកន្លែងត្រី3នេះបាទឬក៏មកកន្លែង profile នេះក៏បានដែរបាទចុចចូលមកបន្ទាប់មកទៀតបងប្អូនជ្រើសរើសយកអាកន្លែងចុចត្រី3នេះបាទបន្ទាប់មកទៀតបងប្អូន scroll មកឃើញមានកន្លែងពាក្យថាបើក mode អាជីពចុចបើក mode អាជីពទៅបាទតមកបងប្អូនជ្រើសរើសយកពាក្យបើកបន្ទាប់មកទៀតបងប្អូនចុចបន្ទាប់តាមគេប្រាប់រហូតមកកន្លែងនេះបងប្អូនជ្រើសរើសយកសាធារណៈចុចបញ្ជាក់បាទកន្លែងនេះគេបង្ហាញពីកន្លែងសាងប្រាក់ចំណូលតាមផ្កាយនិងការជាវកន្លែងនេះគឺជា subscription បាទបើភាសាខ្មែរដាក់ការជាវកន្លែងនេះ star បាទអង់គ្លេសថា star ខ្មែរយើងថាផ្កាយហ្នឹងឯងបាទចុចបន្ទាប់ទៀតអាកន្លែងនេះយើងចុចយកបន្ទាប់ក៏បានរំលងក៏បានចំណែកខ្ញុំយករំលងហើយបាទឥឡូវនេះគេឲ្យយើងចូលទៅទាំងគ្រប់គ្រងអាជីពបាទមកដល់កន្លែងនេះគេឲ្យយើងបំពេញរៀងរាល់សប្តាហ៍ម្ដងបាទដូចជាមានអ្នក like មានទទួលបានចំនួនមើលហ្នឹងទទួលបានអ្នកតាមដានហើយនឹងផុសមួយអាទិត្យឲ្យបាន4ផុសអញ្ចឹងទៅបាទកន្លែងនេះគេឲ្យរុករកឧបករណ៍រកលុយបាទឧបករណ៍រកលុយរបស់យើងមានដូចជាផ្កាយការជាវរកលុយពីមាតិកានិង store front បាទប៉ុន្តែដែលយើងចង់បាននោះគឺរកលុយពីមាតិកាព្រោះអីពីខាងលើមួយខាងក្រោមនេះគឺរកមិនងាយបានទេបាទឥឡូវយើងចុចចេញមកវិញសិនមកបាទយើង refresh វាមួយសិនមកបាទតទៅពេលយើង refresh ចឹងមកវាចេញពាក្យថាទាំងព័ត៌មានអាជីពបាទអំពីអាជីពបាទហើយបន្ទាប់មកទៀតបងប្អូនការពារជៀសវាងកុំឲ្យ disable account Facebook block account យើងនៅពេលដែលគេ add friend មកយើងច្រើន follow យើងច្រើនយើងកុំទទួលអស់ពេកបាទបើសិនណាជាគេ add friend មកយើងច្រើន follow យើងច្រើនកាលណាមកយើងទទួលច្រើនដែរបានន័យថា account Facebook របស់យើងក្រុមហ៊ុន Facebook គាត់ថាយើងជាជនឆោបបោកឬក៏ scammer ហ្នឹងឯងបាទតែយើងត្រូវធ្វើទទួល friend ក្នុងមួយថ្ងៃតែ20ទៅ30នាក់បានហើយទោះជាគេ add friend មកយើង follow មកយើងមួយថ្ងៃ100នាក់500នាក់500នាក់1000នាក់ក៏ដោយយើងទទួល friend តែមួយថ្ងៃ20ទៅ30 follow បានហើយកុំ add friend ទទួលច្រើនពេកប្រយ័ត្នខូច account បាត់តែខូច account បាត់បងប្អូននឹងពិបាកទៅបង្កើត account ថ្មីមួយទៀតហើយអញ្ចឹងកុំឲ្យជៀសវាងការពារខូច account ត្រូវតែអនុវត្តតាមខ្ញុំប្រាប់បាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទជួបគ្នានៅវីដេអូក្រោយទៀតអរគុណ